AI ត្រូវតែស្រឡាញ់មនុស្សដោយម្ដាយស្រឡាញ់កូនបីដែលស្ថាបនិក AI ប្រមានថាមានតែវិធីនេះទេទើប AI មិនបំផ្លាញមនុស្សខណៈដែលបច្ចេកវិទ្យា AI កាន់តែរីកចម្រើនអ្នកជំនាញជាច្រើនមានការភ័យផងអស់ផងប៉ុន្តែកម្ពុជាអ្នកជំនាញមួយរូបគឺលោក Geoffrey Hinton ដែលត្រូវបានគេស្គាល់ថាជាបិតាស្ថាបនិក AI បានប្រមានថានៅថ្ងៃអនាគត AI ដ៏វៃឆ្លាតបំផុតអាចនឹងងាកមកបំផ្លាញមនុស្សជាតិដូច្នេះជំនួសឲ្យការបង្ខំ AI ឲ្យធ្វើតាមខ្លួនគ្រប់សពលោក Hinton គឺបានលើកឡើងនៅដំណោះស្រាយមួយចំនួនលោកជឿជាក់ថា AI គួរតែត្រូវបានបង្កើតឡើងដោយសភាវគតិដូចជាមេដារបស់កូនពលគឺធ្វើឲ្យ AI ស្រឡាញ់មនុស្សប្រៀបដូចទៅនឹងម្ដាយស្រឡាញ់កូនរបស់ខ្លួនអញ្ចឹងដែរអ្នកចូលរួមផ្ដល់កំណត់ដល់គូក្បាលកុំព្យូទ័រសិប្បនិម្មិតរូបនេះជឿជាក់ថាវិធីសាស្ត្របច្ចុប្បន្នដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងតែប្រើប្រាស់ដើម្បីរក្សា AI ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សនិងមិនអាចមានប្រសិទ្ធភាពតទៅមុខទៀតនោះឡើយលោក Hinton បានបញ្យល់ថាបញ្ញាសិប្បនិម្មិតនឹងកាន់តែឆ្លាតវៃជាងមនុស្សហើយទៅថ្ងៃខាងមុខវានឹងស្វែងរកវិធីដើម្បីគេចចេញពីការគ្រប់គ្រងរបស់មនុស្សតតែបានជាមួយនឹងគ្នានេះផងដែរស្ថាបនិក AI ដដែលគឺបានធ្វើការប្រៀបធៀបយ៉ាងដូចនេះថា AI នាពេលអនាគតគឺដូចទៅនឹងមនុស្សពេញវ័យដែលមានបញ្ញាខ្ពស់ហើយមនុស្សវិញគឺដូចទៅនឹងកុមារគ្មានដឹងអីដែលអាចត្រូវបាន AI បោកបញ្ឆោតយ៉ាងងាយស្រួលលោកបានចង្អុលបង្ហាញថាប្រព័ន្ធ AI មួយចំនួនបានបង្ហាញអំពីសមត្ថភាពនៅក្នុងការបោកបញ្ឆោតនិងបំផន់ភ្នែកដើម្បីសម្រេចគោលដៅរបស់ពួកគេឧទាហរណ៍ជាក់ស្ដែងប្រព័ន្ធ AI មួយថែមទាំងបានផ្ញើសារគម្រាមវិស្វករម្នាក់ផងដែរបន្ទាប់ពីដឹងថារូបគាត់គឺលួចមានទំនាក់ទំនងខាងក្រៅផ្លូវការជាមួយនឹងស្រីផ្សេងតាមអ៊ីមែល